ជំរាបសួរសួស្តីអតិថិជនទាំងអស់គ្នាដែលបានទិញដុំ Wi-Fi ខូ Fi នេះទៅអញ្ចឹងឥឡូវដែរខ្ញុំចង់មកបង្ហាញពីរបៀបដូរឈ្មោះនិងដូរ password របស់ដុំ Wi-Fi ខូ Fi នេះអញ្ចឹងនៅពេលដែលបងប្អូនដោតដាក់ SIM រួចដោតភ្លើងហើយវានឹងចេញបង្ហាញនៅ color អេក្រង់និងភ្លើងដែលយើងបានដោតវារួចហើយហ្នឹងបន្ទាប់ពីបងប្អូនដោតរួចហើយបងប្អូនអាចមើលនៅលើអេក្រង់នេះបានថាវាដើរសេវារនៅអញ្ចឹងណាបងប្អូនព្រោះដោយសារតាដុំនេះយើងមានអេក្រង់សម្រាប់តាមដានរួចហើយបងប្អូនចូលមកក្នុងទូរស័ព្ទដៃរបស់បងប្អូនដែលបានភ្ជាប់ជាមួយនឹងដុំ Wi-Fi អញ្ចឹងដូចជាបងប្អូននេះបានភ្ជាប់រួចហើយអញ្ចឹងវាលោតអូតូហើយអញ្ចឹងនេះជាឈ្មោះរបស់វាហ្នឹង 4G CPE ហ្នឹងអញ្ចឹងខ្ញុំបានភ្ជាប់រួចហើយអញ្ចឹងបងប្អូនចូលទៅកាន់ដុំ ឈ្មោះ Wi-Fi ហ្នឹងមករួចហើយយើងទៅរកលេខ ID address របស់វាដើម្បីធ្វើការដូរឈ្មោះនិង password អញ្ចឹងបងប្អូនអូមកខាងក្រោមដែលឃើញ 192.168.199.1 ហ្នឹងបងប្អូនcopy ឲ្យបងប្អូនចូលទៅក្នុង Safari ចំពោះទូរស័ព្ទដៃ Android បងប្អូនចូលទៅក្នុង Google Chrome បន្ទាប់ពីបងប្អូនចូលទៅក្នុង Safari ហើយបងប្អូនផាសវាមកហើយបងប្អូនចុចកន្លែងស្វែងរករួចហើយវានឹងចេញបែបនេះឲ្យបងប្អូនអញ្ចឹងចំពោះ username ហ្នឹងយើងវាយ admin អក្សរតូចទាំងអស់ហើយ password ក៏យើងវាយ admin អក្សរតូចទាំងអស់ដែរបងប្អូនបន្ទាប់ពីបងប្អូនវាយរួចហើយបងប្អូនចុចពាក្យថា log in ហ្នឹងមកអញ្ចឹងបន្ទាប់មកវានឹង load បែបនេះឲ្យបងប្អូនហើយអញ្ចឹងបងប្អូនមើលនៅចំហៀងខាងឆ្វេងបងប្អូនចុចរកពាក្យ setting កន្លែង setting ហ្នឹងមកចាបន្ទាប់ពីចូល setting ហ្នឹងហើយវានឹង load មកដែលនៅខាងស្ដាំនោះវានឹង load ឲ្យយើងដូរឈ្មោះដូរ password ហើយនោះដូចកន្លែងខាងស្ដាំនោះខាងលើហ្នឹងឈ្មោះ password ដែលឈ្មោះ Wi-Fi ដែលយើងកំពុងតែភ្ជាប់ហ្នឹងអញ្ចឹងបងប្អូនចូលកន្លែងឈ្មោះហ្នឹងមកដែលគេមានដាក់ SSID ហ្នឹងបងប្អូនលុបឲ្យបងប្អូនដាក់មកឧទាហរណ៍ខ្ញុំដាក់ឈ្មោះរីអញ្ចឹង password ខ្ញុំដាក់អក្សរតូចដែររី1 2 3 4 5ដល់8អញ្ចឹងទៅចាអញ្ចឹងបងប្អូនដាក់តាមឈ្មោះ password ដែលបងប្អូនចង់ដាក់ហ្នឹងមករួចហើយបងប្អូនអូសទៅក្រោមបងប្អូនយកពាក្យ apply អញ្ចឹងបងប្អូនយកកន្លែងពាក្យ apply រួចហើយយកពាក្យ yes តទៅពីចុច yes ហើយវានឹងផ្ដាច់ឈ្មោះ password យើងអាចាស់ឈ្មោះអាចាស់ហើយអញ្ចឹងបងប្អូនចូលទៅកន្លែង Wi-Fi យើងសារជាថ្មីហើយបងប្អូនចុចរកមើលថាមានពាក្យឈ្មោះដែលយើងបានដូរនឹងហើយនៅអញ្ចឹងដូចខ្ញុំដាក់ឈ្មោះរីនោះវាលោតមកឲ្យហើយអញ្ចឹងខ្ញុំខ្ញុំសាកភ្ជាប់វានឹងមកហើយខ្ញុំវាយ password ដែលខ្ញុំបានដាក់ហ្នឹងបងប្អូនខ្ញុំវាយមកហើយវានឹងលោតភ្ជាប់ឲ្យធម្មតាឯងបងប្អូនអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនចាអរគុណច្រើន